បែងចែកមែនអត់រវាងការធ្លាក់សដែលបង្ករោគនិងជារំអិលដែលមិនបានសុខភាពមនុស្សស្រីយើងយ៉ាងហោចណាស់ក៏មានការធ្លាក់ជារំអិលដែរប៉ុន្តែតើជារំអិលមានការបង្ករោគឬអត់អញ្ចឹងចំពោះការធ្លាក់សដែលមិនមានការបង្ករោគនោះគឺធ្លាក់មុនពេលមករដូវមុនពេលមករដូវឬក៏ក្រោយអស់រដូវលក្ខណៈជារំអិលថ្លាមិនមានផលប៉ះពាល់ដោយអ្នកដែលគាត់ធ្លាក់មានជំងឺអញ្ចឹងគឺលក្ខណៈថ្លាមិនរមាស់មិនធំក្លិនមិនធ្វើឲ្យគាត់ពិបាកនៅក្នុងខ្លួនទី2ការវិវត្តនៃជំងឺនៃការធ្លាក់សដែលបង្ករោគការធ្លាក់សបង្ករោគគឺមានសភាពលក្ខណៈថ្លាខាប់រាវលក្ខណៈលឿងខៀវដូចខួនដែងលក្ខណៈដូចដុំលក្ខណៈកតិកដូចកតិកតាមានសភាពធ្លាក់មកច្រើនញឹកញាប់ប្រចាំថ្ងៃប្រចាំខែហើយពេលដែលធ្លាក់មកមានការរមាស់ស្គៀបឈឺនៅតំបន់ទ្វារមាសមានការហើមឡើងកន្ទួលតែទៅមកការបង្ករោគផ្សេងដូចជាផ្សិតរលាកទ្វារមាសរលាកស្បូនគីដៃស្បូនដុំផ្សេងគឺជាការធ្លាក់សបង្ករោគចាំបើសិនជាបងប្អូនស្ត្រីចំណាំខ្លួនឯងថាតើការធ្លាក់សមានពណ៌មានក្លិនមានរមាស់មានឈឺជក់ចាប់មានប្រែពណ៌ឬអត់ចាំបើសិនជាការធ្លាក់សខុសប្រក្រតីបងប្អូនត្រូវតែបញ្ញាប់ទៅឆែកមើលសុខភាពឬក៏បងប្អូនអេនមកតាម Telegram នេះខ្ញុំធ្វើការប្រឹក្សាជូនដល់គិតថ្លៃផងដែរ